dạ làn xà đó nè tóc mày à hello băng បាទសួស្តី ខ្ញុំពងមើលថានេះឃើញឡានស្អាតនេះខ្ញុំថាឃើញផ្លៃទាំងស្តុកថ្មីយ៉ាងហ្នឹងណាបង ស្តុកថ្មីត្រឹមតែមកពីរថសាកបន្តិចមិញហ្នឹងឯង អូ បា ចា ទ បង ដោយសារតែក្រុមការងារបច្ចេកទេសយើងគាត់កាត់បានមកពីម្ចាស់ដើមបាទផ្ទាល់ហើយកាលពីម្សិលមិញ ចា ឥឡូវហ្នឹងរថសាកមកជុំមិញហ្នឹងគឺអែមឲ្យមានដៃ អាយ៉ា បាទបងខាន review 330 យូរអី ហើយវាយទៅស្ងាត់ស្ងាត់អត់មានហាយខ្ញុំទៅផង អេទៅអញ្ចឹងឆ្លៀតទៅជួបសក់វែងបន្តិចហ្នឹង ទៀត ចឹងបានមកឲ្យទៅ មកពុកម៉ែបងប្អូនខាន review បាទជាមួយចែនិចទៅតងនឹងឡានពពួក330បាទដឹងឆ្នាំសូនប្រហែលអត់ចែនិច ហេបង330ខ្ញុំ បាទ 04 05បង 06 អូ06 បាទ06មកពុកម៉ែបងប្អូនមកមើល option នៅក្នុងតិចទៅបាទជាប្រភេទឡានឆ្នាំ06ប៉ុង2បាទពណ៌ស option នៅដំណើរការទាំងអស់ឲ្យបើកដបូលទៀតបាទបើកដបូលជើងក្រោមមកអែមរត់សាកមិញហើយបាទជើងក្រោមមកអែមបាទជាងកាមេរ៉ាយើងចាប់ចូលបែកផែននៅខាងក្នុងឲ្យពុកម៉ែបងប្អូនយើងមើលបន្តិចទៅហើយឡាននេះយើងត្រៀមបោកពូកលាងម៉ាស៊ីនដែរបាទហើយក៏ដូចជាឆែកទៅលើបាទម៉ាស៊ីនប្រអប់លេខបាទឆែកទៅលើបាទទឹកស្អំអីផ្សេងដូរមកឈុតជូនដល់ពុកម៉ែបងប្អូនយើងណា ចាចា បាទអញ្ចឹងតិចទៀតក្រុមការងារយើងយកទៅបាទរៀបចំបោកពូកលាងម៉ាស៊ីនបាទមកមើលបាទបែបផែនខាងក្រៅបាទមកជុំបាទកង់ថ្មី4គ្រាប់បាទបាទឡាននេះកង់ថ្មី4គ្រាប់បាទ យ៉ាន់ពណ៌ខ្មៅទៀតស្អាតហ្មង បាទយ៉ាងពណ៌ខ្មៅបាទហើយចង់បញ្ជាក់ជូនពុកម៉ែបងប្អូនស្លាកលេខគឺ 2AH បាទ6465ស្លាកលេខលុយណា ចាលេខលុយ បាទលេខឡើង ចា បាទហើយមានកតុយសណ្ដោងចំណេញសម្រាប់ពុកម៉ែបងប្អូនទៅចំការទៅខេត្តទៅអីបាទមានកតុយសណ្ដោងអីបានមួយអែម ចាចាបង បាទអញ្ចឹង330ពុកម៉ែបងប្អូនណាបាទខានបាទ review យូរហើយបាទដោយសារតែពិបាករកបែបផែនឡានឲ្យស្អាតបាទក្រុមការងារយើងបានមួយហើយបាទកាលពីម្សិលមិញឥឡូវនេះបាទធ្វើការរៀបចំរយៈពេលខ្ទង់ 3-4 ថ្ងៃដែរដោយសារយើងបោកពូកលាងម៉ាស៊ីនបាទចែកជូនដល់ពុកម៉ែបងប្អូនយើងមកមើលទិញលុយសុទ្ធក៏បានដាក់ពាក្យប្រឹក្សាបងរំលោះក៏បានដែរចឹងណាបាទហើយនេះឯកសារអីយើងមានបាប់ដើមយើងមានបាទបងពុនឡើងជាអីត្រឹមត្រូវបាទ ចាចាបង អញ្ចឹងពុកម៉ែបងប្អូនសម្រាប់បាទឱកាសពិសេសទៅលើរថយន្តមួយគ្រឿងនេះអាចធ្វើការទម្លាក់លេខចូលក្នុងប្រអប់សាររបស់ Page ឬក៏សាកសួរមកចែនិចផ្ទាល់បាទសូមឈ្មោះចែនិចបាទគាត់គឺជាទីប្រឹក្សាមួយរូបបាទជំនាញប្រចាំឃ្លាំងឡាន Hattery Auto Car យើងខ្ញុំហើយឥឡូវនេះគាត់ចេញមុខបង្ហាញចែកជូនពុកម៉ែបងប្អូនដែរដោយសារគាត់ជួយខ្ញុំក្នុងការបាទចែកជូនផ្ដល់នៅវីដេអូដែលរថយន្តដែលទើបតែកាត់ចូលស្តុកថ្មីបាទដល់ពុកម៉ែបងប្អូនយើងមើលផងដែរបាទអញ្ចឹងខ្ញុំបាទជាមួយនឹងចែនិចបាទសូមអរគុណនិងសូមជម្រាបលាបាយបាយ